ចឹងថ្ងៃនេះអ្នកគ្រូនឹងបង្រៀនអំពីមេរៀនទី1 limit នៃអនុគមចឹងមុននឹងចូលមេរៀន limit នេះអ្នកគ្រូនឹងនិយាយអំពីការដោះស្រាយ limit រៀងកំណត់ធម្មតាចឹងតើយើងធ្វើម៉េចដើម្បីគណនា limit រៀងមិនរៀងកំណត់ខាងក្រោមនេះចឹងដើម្បីគណនា limit រៀងកំណត់នេះគឺយើងគ្រាន់តែយកតម្លៃនៃអថេរដែលខិតជិតចំនួនចូលទៅក្នុងអនុគមរួចគណនាដោយ a ស្មើនឹង limit x ខិតជិត1នៃ x ការ៉េដកឲ្យ 3x បូក4នៅលើ x បូក1អញ្ចឹងយើងគ្រាន់តែចំនួន x ខិតជិត1ទៅក្នុងតម្លៃ x អញ្ចឹងយើងបាន1ការ៉េដកឲ្យ3គុណជាមួយនឹង1បូកឲ្យ4នៅលើ1បូក1ចឹងនៅពេលយើងគណនាមក1ការ៉េស្មើ1 1ដក3ដក2ដក2បូក4បាន2ចឹង2ចែកនឹង2គឺស្មើនឹង1ចឹងនេះគឺជា limit នៃអនុគមនៅពេលដែលយើងចំនួនតម្លៃ x ដែលខិតជិតចូលឃើញតម្លៃលេខចឹងវាជា limit នៃអនុគមដែលជា limit កំណត់ធម្មតាចឹងយើងបន្តទៀតនៅក្នុងជំពូកទី1 limit មេរៀនទី1 limit នៃអនុគមចំណុចទី1យើងសិក្សាអំពី limit រៀងមិនកំណត់អញ្ចឹង limit រៀងមិនកំណត់នៅពេលដែលយើងចំនួនតម្លៃ x ដែលខិតជិតចូលទៅក្នុងអថេរនៃអនុគម limit អញ្ចឹងយើងបានlimit ដែលមានតម្លៃ0លើ0អញ្ចឹង0លើ0នេះគឺជា limit រៀងមិនកំណត់ហើយបើសិនជាយើងចំនួន limit ហើយចេញរៀងអាណនលើអាណនអញ្ចឹងអាណនលើអាណននេះ limit របស់យើងគឺរៀងមិនកំណត់មួយទៀតគឺរៀងបូកអាណនដកអាណនក៏ជារៀងមិនកំណត់0គុណជាមួយនឹងអាណន1ស្វែកគុណអាណន0ស្វែកគុណ0ហើយនឹងអាណនស្វែកគុណ0គឺជា limit រៀងមិនកំណត់អញ្ចឹងយើងនឹងបន្តទៀតដើម្បីយើងដោះស្រាយ limit រៀងមិនកំណត់0លើ0អញ្ចឹងរបៀបដោះស្រាយ limit រៀងមិនកំណត់0លើ0នេះគឺយើងត្រូវធ្វើយ៉ាងណាឲ្យ limit នឹងអាចសម្រួលកត្តាដែលធ្វើឲ្យភាគយកនិងភាគបែងស្មើ0អញ្ចឹងដើម្បីសម្រួលគឺយើងត្រូវបំបែកភាគយកនិងភាគបែងជាផលគុណកត្តាបន្ទាប់មកគឺសម្រួលកត្តារួមចោលហើយគណនា limit នៃកន្សោមថ្មីអញ្ចឹងយើងនឹងបានចម្លើយនៃ limit ដែលយើងគណនាចាំបន្តទៀតយើងមើលលំហាត់ A នៅពេលដែលយើងចង់គណនា limit រៀងមិនកំណត់0លើ0ជាដំបូងគឺយើងចំនួនតម្លៃ x ដែលខិតជិត1ចូលទៅក្នុងអថេរ x ចឹងយើងបាន1ការ៉េដក3គុណនឹង1បូក2នៅលើ1ដក1គឺស្មើនឹង0លើ0ចឹងនៅពេលដែលយើងចំនួនឃើញ0លើ0នេះគឺជា limit រៀងមិនកំណត់ហើយបន្ទាប់ពីយើងឃើញរៀងមិនកំណត់បែបនេះគឺយើងធ្វើយ៉ាងណាឲ្យ limit a របស់យើងនេះคล้ายទៅជា limit កំណត់ធម្មតាអញ្ចឹងទាំងភាគយកនិងភាគបែងគឺយើងត្រូវដាក់វាជាផលគុណកត្តាដោយយើងឃើញ x ការ៉េដក 3x បូក2យើងអាចធ្វើតាមចែកពហុធាតុក៏បានឬក៏យើងធ្វើតាមគុណខ្វែងឬក៏ធ្វើតាមបំបែកតួកណ្ដាលដើម្បីដាក់ជាផលគុណកត្តាអញ្ចឹងបើសិនជាយើងគណនាហើយអាចដាក់ជាផលគុណកត្តាបានដោយតម្លៃ x ដែលខិតជិត1នៃ x ដក1កត្តា x ដក2អញ្ចឹងយើងអាចធ្វើតាមចែកពហុធាតុយើងអាចគណនាមកគឺឃើញ2កត្តាដែលដាក់ជាផលគុណកត្តាហើយ x ដក1នេះនៅភាគបែងគឺយើងទុកវាដដែលមកដោយសារយើងអត់ចាំបាច់ត្រូវដាក់វាជាផលគុណកត្តាអីទេយើងឃើញថាទាំងភាគយកនិងភាគបែងគឺវាមាន x ដក1នៅលើ x ដក1ដូចគ្នា
ចឹងយើងអាចសម្រួលកត្តាដែលដូចគ្នានេះបានបន្ទាប់ពីសម្រួលមកគឺយើងនឹងបានលីមីតនៃកន្សោមថ្មីគឺលីមីត x ខិតជិត1នៃ x ដក2បន្ទាប់ពីយើងបានលីមីតនៃកន្សោមថ្មីហើយយើងគ្រាន់តែជំនួសតម្លៃ x ដែលខិតជិត1ទៅក្នុងតម្លៃ x យើងបាន1ដកឲ្យ2ស្មើជាមួយនឹងដក1អញ្ចឹងនេះគឺជារបៀបដោះស្រាយលីមីតរៀងមិនកំណត់0លើ0ជាសំខាន់បំផុតបងប្អូនត្រូវតែចេះដាក់ភាគយកនិងភាគបែងជាផគុណកត្តាដូចជា x ការ៉េដក 3x បូក2អញ្ចឹងយើងអាចធ្វើតាមចែកពហុធាតុអញ្ចឹងចែកពហុធាតុបែបណាគឺយើងចែកជាមួយនឹង x ខិតជិត1នេះនៅពេលដែលយើងឃើញ x ខិតជិត1គឺយើងត្រូវយកវាមកចែកជាមួយនឹង x ដក1អញ្ចឹងយក x ការ៉េដក 3x បូក2ចែកជាមួយនឹង x ដក1ទៅគឺយើងនឹងបានផគុណកត្តាបែបនេះអញ្ចឹងដូចនេះ limit a របស់យើងគឺស្មើជាមួយនឹងដក1បន្ទាប់មកគឺយើងមើលលំហាត់ b លំហាត់ b លំនាំដូចគ្នាគឺ x ខិតជិត2នៃ x ការ៉េដក 5x បូក6នៅលើ x ការ៉េដក4អញ្ចឹងបងប្អូនគ្រាន់តែជំនួស x ខិតជិត2ទៅក្នុងអនុគមរបស់យើងនេះអញ្ចឹងយើងបាន2ការ៉េដក5គុណនឹង2បូកឲ្យ6នៅលើ2ការ៉េដក4អញ្ចឹងដល់ពេលយើងគណនាមកគឺឃើញ0លើ0 0លើ0នេះគឺជាលីមីតរៀងមិនកំណត់បន្ទាប់មកបងប្អូនអាចដាក់វាជាផគុណកត្តាតាមរបៀបណាក៏បានដែលបងប្អូនយល់អញ្ចឹងបើសិនយើងយក x ការ៉េដកឲ្យ 5x បូក6យើងធ្វើតាមចែកពហុធាតុអញ្ចឹងតែយើងត្រូវចែកជាមួយនឹងអីគឺយើងមើលតម្លៃ x ដែលខិតជិត2នេះនៅពេលយើងឃើញ x ខិតជិត2គឺយើងត្រូវយកភាគយកនឹងឯងចែកពហុធាតុជាមួយនឹង x ដក2ចឹងដល់ពេលយើងចែក x ការ៉េដក 5x បូក6ជាមួយនឹង x ដក2គឺយើងនឹងបានផគុណ2កត្តាគឺ x ការ៉េដក2កត្តា x ដក3ចំណែក x ការ៉េដក4នេះយើងអាចសរសេរទៅជា2ការ៉េអញ្ចឹងវាចូលរូបមន្ត a ការ៉េដកជាមួយនឹង b ការ៉េអញ្ចឹង a ការ៉េដក b ការ៉េរូបមន្តវាគឺស្មើនឹង a ដក b កត្តា a បូក bចឹងយើងបាន x ការ៉េដក4ទៅជា x ដក2កត្តា x បូក2យើងឃើញថាទាំងភាគយកនិងភាគបែងគឺមាន x ដក2ដែលជាកត្តាដូចគ្នាអញ្ចឹងយើងអាចសម្រួលកត្តា2នឹងចោលបន្ទាប់ពីយើងសម្រួលកត្តា x ដក2ហើយយើងឃើញថាលីមីតរបស់យើងខ្លាយជាលីមីតនៃកន្សោមថ្មីគឺ x ខិតជិត2នៃ x ដក3នៅលើ x បូក2បន្ទាប់មកគឺយើងគ្រាន់តែជំនួស x ខិតជិត2ចូលទៅក្នុងអថេ x ពេលដែលយើងជំនួស x ខិតជិត2ចូលគឺយើងបាន2ដក3នៅលើ2បូក2ចឹងយើងគណនាមកគឺស្មើនឹងដក1លើ4អញ្ចឹងដូចនេះ limit b គឺស្មើជាមួយនឹងដក1លើ4អញ្ចឹងនេះគឺជាចម្លើយនៅក្នុងការគណនា limit រៀងមិនកំណត់0លើ0អញ្ចឹងយើងបន្តទៀតចាអញ្ចឹងប៉ុណ្ណឹងបើសិនជាបងប្អូនមានចម្ងល់អីអាចសួរអ្នកគ្រូបានណាអរគុណ